អញ្ចឹងឲ្យទៅបន្ទោសមិនកើតចុះបានគេហៅថាក្មេងដូចជាគាត់ធ្វើខុសអីយ៉ាងណាក៏អត់អាចកែប្រកាន់គាត់បានដែរចុះបានពេលមនុស្សម្នាក់ៗធំឡើងគេឲ្យមានចិត្តធ្ងន់ចិត្តអំណត់ខ្ញុំចំណាំនិយាយថាក្មេងប្រៀបដូចជាសត្វអញ្ចឹងយើងទៅប្រកាន់សត្វអត់បានទេហើយថ្ងៃនេះខ្ញុំមកបង្ហាញទាំងអស់គ្នាពីរបៀបដែលខ្ញុំជួសជុលនៅចំណុចដែលខូចខាតឡើងវិញខ្ញុំយកពាក្យទាំងអស់ហ្នឹងយកមកសរសេរឡើងវិញតែនៅក្នុងกระดาษថ្មីមួយទៀតខ្ញុំមានកระดาษពណ៌ចាស់ដែរទេខ្ញុំដាក់กระดาษពណ៌ថ្មីតែម្ដងដាក់ពណ៌លឿងហើយសរសេរអត្ថន័យនៅដែរឧបករណ៍តូចៗដែលបាត់ទៅហ្នឹងយកមកដាក់បិទឡើងវិញទាំងអស់ហើយអត្ថន័យទាំងអស់នេះខ្ញុំស៊ើចមើលនៅក្នុងចំណានក្រុមចាប់ផ្ដើមឆ្នាំសិក្សាថ្មីដែលមានរឿងច្រើនដែលត្រូវកែប្រែជួសជុលរហូតចំពោះกระดาษរាមពណ៌នេះយើងងាយស្រួលរកទេប៉ុន្តែបើកូនត្រកកូនឈ្នាងកូនរត់អីទូចៗហ្នឹងត្រូវទិញគេហើយទិញទៅមិនថោកណាមួយ2-3ពាន់ដែរហើយមិនអ្នកនៅស្រុកខ្ញុំហ្នឹងគេផលិតបានទេខ្ញុំទិញអនឡាញមកពីសៀមរាបដែរទិញហើយបានយកមកបិទតែក្មេងខ្លះវាខូចវាលួចឆ្កឹះបេះយកទៅផ្ទះចឹងភាគច្រើនសិស្សក្មេងណាក់តូចៗទេចឹងមានតែគ្រូទិញយកមកបន្ថែមទៀតជួសជុលបិទច្នៃឡើងវិញចឹងឯងពេលខ្លះក៏ចង់ទៅសាច់ដែរឲ្យទៅបាត់អីចឹងដឹងរមកមិនដែរឃើញទេហើយគ្រូគាត់ក៏មិនទៅប្រកាន់អីដែរហើយនេះផងដែរជាសមិទ្ធផលចុងក្រោយដែលបានបិទជាប់សារឡើងវិញអរគុណដល់អ្នកគ្នាសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូក្រោយទៀត